ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបានបញ្ចប់ការសិក្សារយៈពេល1 ខែកន្លះហើយនេះគឺជាសកម្មភាពដែលខ្ញុំទៅសាលាហើយតាមផ្លូវទៅសាលាហ្នឹងទាំងខាងស្ដាំខាងធ្វេងគឺសិតតែទឹកទេអ្នកទាំងអស់គ្នាដោយសារអីនៅខាងខ្ញុំនេះគឺដីវាថាវាទំនាបកណ្ដាលអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំមិនសូវដឹងដែរប៉ុន្តែគឺសិតតែទឹកទេអ្នកទាំងអស់គ្នាញាតនាកទឹកបានផ្លូវនឹងមួយទេដែលអត់ទឹកការមុនវិញអ្នកនរគ្នាសូម្បីតែផ្លូវនឹងក៏ទឹកលិចដែរបើទៅផ្សារទៅរៀនអីគឺជាអត់កើតទេអ្នកនរគ្នាអើយមានតែយើងជិះកណូតទេដែលជិះកើតប៉ុន្តែដោយសារតែក្នុងមួយឆ្នាំទៅគេអភិវឌ្ឍអញ្ចឹងទៅគេចាក់ចិត្តទៅខ្ពស់ទៅអញ្ចឹងទៅបានវាអត់លិចហើយបន្ទាប់ប្រហែលថ្ងៃនេះទេដែលវាស្រកទឹកបកាប្រហែលថ្ងៃមុនវិញគឺឡើងមែនតើអ្នកនរគ្នាប៉ុន្តែដោយសារប្រហែលថ្ងៃនេះទៅស្រកហើយសូម្បីតែផ្ទះខ្ញុំក៏ស្រកដែរអ្នកនរគ្នាអើយតែខ្ញុំក៏លិចដែរនេះទៅផ្ទះខ្ញុំលិចឲ្យតែថាទឹកជួនដល់ថាផ្ទះខ្ញុំលិចដោយសារអីផ្ទះខ្ញុំវាដីវាទាបអ្នកនរគ្នាអញ្ចឹងទៅវាលិចហើយនេះគឺជាផ្លូវអ្នកនរគ្នាបើនិយាយទៅចម្ងាយពីផ្ទះខ្ញុំទៅសាលាហ្នឹងវាមិនឆ្ងាយណាស់ណាទេអ្នកនរគ្នាវាមិនល្មមគួរសមដែរហើយនេះគឺខ្ញុំបានថតនៅទឹកនិយាយទៅគឺទឹករហ័សរហេវអ្នកនររត់តែផ្លូវរត់តែផ្លូវគោកអត់មានតែផ្លូវនឹងទេដែលមានដែលអាចជិះបានហើយនៅតាមផ្លូវហ្នឹងក៏មានអ្នកគេរត់ត្រីដែរអ្នកនរគ្នាឲ្យតែខែទឹកជន់ឡើងគឺគេរត់ត្រីព្រោះត្រីវាចាប់ដើមឡើងអ្នកនរគ្នាហើយខ្ញុំក៏ខ្លាចទឹកដែរអ្នកនរគ្នាហើយនេះគឺជាផ្លូវដែលខ្ញុំទៅសាលាហ្នឹងអ្នកទាំងអស់គ្នាអើយតែខ្ញុំទៅផ្លូវវងទេអ្នកទាំងអស់គ្នាភាសាផ្លូវវងវាចិត្តជាងហើយនេះគឺជាសាលាដែលខ្ញុំរៀនអ្នកទាំងអស់គ្នាអ្នកខ្លះក៏គាត់ស្គាល់អ្នកខ្លះទៀតក៏គាត់មិនស្គាល់ដែរអ្នកទាំងអស់គ្នាសាលាហ្នឹងនេះទៅសាលាខ្ញុំរៀនហ្នឹងធំអ្នកទាំងអស់គ្នាមិនមែនតូចទេណាក៏មើលអញ្ចឹងទៅថាតូចអ្នកទាំងអស់គ្នាហើយវីដេអូក៏ខ្ញុំបានថតវែងដែរអ្នកទាំងអស់គ្នាខ្ញុំថតបានតែកាត់ដោយសារអីខ្ញុំថតម្នាក់ឯងអញ្ចឹងទៅវាពិបាកអ្នកទាំងអស់គ្នាបើមានគ្នា2នាក់អញ្ចឹងទៅវាស្រួលទេហើយនេះយើងថតម្នាក់ឯងអញ្ចឹងទៅវាមើលទៅរៀងអញ្ញែតិចហើយនេះគឺជាកន្លែងដែលខ្ញុំរៀនអ្នកនរគ្នានិយាយទៅហ្នឹងគឺបញ្ចប់ក្នុងថ្ងៃហ្នឹងឯងអ្នកនរគ្នាអើយបញ្ចប់ជារៀងរហូតថ្ងៃណាគឺថ្ងៃហ្នឹងបានជួបគ្នាទៀតហើយនេះខ្ញុំកំពុងស្ដាប់គ្រូបញ្យលហើយឆ្លៀតពេលក៏ខ្ញុំបានចេញទៅថតនៅវីដេអូបន្តិចតួចឲ្យអ្នកទាំងអស់គ្នាមើលសកម្មភាពទីធ្លាសាលានឹងបន្តិចតួចឲ្យអ្នកទាំងអស់គ្នាមើលអ្នកទាំងអស់គ្នាសារខ្ញុំបានថតយូរទៅអ្នកទាំងអស់គ្នាព្រោះអីខ្ញុំខ្លាចគេរៀនចោលអ្នកទាំងអស់គ្នាព្រោះអីបញ្ចប់វគ្គក្នុងថ្ងៃហ្នឹងផងហើយនេះគឺជាផ្លូវដែលខ្ញុំធ្វើដំណើរទៅបន្ទប់បាត់ជើងទៅអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំថតបានបន្តិចបន្តួចហ្នឹងហើយនេះគឺជាសកម្មភាពដែលខ្ញុំបានរៀនចប់ហើយខ្ញុំកំពុងតែធ្វើដំណើរទៅផ្ទះវិញហើយអ្នកទាំងអស់គ្នានិយាយទៅរៀនថ្ងៃនេះ3ម៉ោងអ្នកទាំងអស់គ្នាបើការមុនវិញគឺរៀន4ម៉ោងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំហើយជួបគ្នានៅវីដេអូក្រោយបន្តទៀត